ជំរាបសួរបងប្អូននៅក្នុងបណ្ដាញសង្គមជាទីរាប់អានថ្ងៃនេះខ្ញុំជាកសិករចិញ្ចឹមឃ្មុំខ្ញុំបង្ហាញពីតថភាពពិតដែលយើងប្រមូលលំអងឃ្មុំបាទយើងប្រមូលលំអងពីផ្កាគោបាទប្រមូលពីផ្កាគោដែលស្ថិតនៅក្នុងខេត្តកំពង់ចាមបងប្អូនណាបាទនៅក្នុងចានដែកនេះគឺជាលំអងឃ្មុំដែលខាងក្រុមការងាររបស់យើងពួកគាត់ធ្វើការប្រមូលផលបាទហើយបងប្អូនចង់ដឹងទេថាតើលំអងឃ្មុំហ្នឹងបានពីផ្កានៅផ្នែកណាបងប្អូនណាអញ្ចឹងនៅក្នុងទីនេះខ្ញុំសូមបង្ហាញបងប្អូនថាលំអងឃ្មុំបានពីផ្កាមកទូខាងក្នុងអញ្ចឹងគេហៅកដងផ្កាប៉ុន្តែនៅពេលដែលវាមានកេសរអញ្ចឹងគេហៅកេសរផ្កាណាបងប្អូនហើយអានេះគេហៅតបកផ្កាអញ្ចឹងលំអងឃ្មុំគឺប្រមូលបានពីកេសរនេះពីកេសរលឿងហ្នឹងគឺឃ្មុំវាទៅប្រមូលយកអាកេសរហ្នឹងឯងបងប្អូនណាហើយបានមកជាទម្រង់បែបនេះបានមកជាទម្រង់បែបហ្នឹងបាទបានមកជាទម្រង់បែបហ្នឹងក្រាបហ្នឹងបងប្អូនឃើញក្រាបហ្នឹងបាទបងប្អូនឃើញក្រាបហ្នឹងហ្នឹងគឺដោយសារតែឃ្មុំវាប្រមូលហើយវាមូដាក់ជាក្រាបអញ្ចឹងណាវាដាក់នៅនឹងជើងវាបន្ទាប់មកយើងមានតាក់សម្រាប់តាក់វាអញ្ចឹងវាចូលបានតែខ្លួនទេចំណែកឯលំអងអត់អាចចូលបានទេអញ្ចឹងយើងយកថាសត្រងវាអញ្ចឹងណាបងប្អូនបាទលំអងហើយចំពោះអត្ថប្រយោជន៍របស់លំអងឃ្មុំបាទអត្ថប្រយោជន៍របស់លំអងឃ្មុំគឺជា collagen ដែលបានពីធម្មជាតិដែលបានពីម្សៅផ្កាអញ្ចឹងណាហើយនៅក្នុង collagen របស់លំអងឃ្មុំហ្នឹងគឺមានសម្បូរទៅដោយសារធាតុ fiber គឺជាសារធាតុមួយដែលបឺតស្រូបយកនៅសារធាតុពុលសារធាតុមិនល្អនៅក្នុងប្រព័ន្ធរំលាយអាហាររបស់យើងនឹងគឺជាអត្ថប្រយោជន៍ចម្បងរបស់លំអងឃ្មុំទី1គឺវាជួយឲ្យយើងបត់ជើងស្រួលជួយឲ្យយើងដំណើរការផ្នែកប្រព័ន្ធរំលាយអាហារហ្នឹងល្អបាទហើយបន្ទាប់មកទៀតលំអងឃ្មុំវាជួយធ្វើឲ្យយើងមានកម្លាំងពីព្រោះថានៅក្នុងលំអងឃ្មុំហ្នឹងសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនដែលយើងហៅថាវីតាមីនហ្នឹងបាទសម្បូរទៅដោយវីតាមីនសារធាតុចិញ្ចឹមសរីរាង្គជាច្រើនហើយជាពិសេសគឺសារធាតុចិញ្ចឹមដែលសរីរាង្គយើងហ្នឹងត្រូវការចាំបាច់ក្នុងការយកមកផ្គត់ផ្គង់ឲ្យរាងកាយហ្នឹងដើម្បីធ្វើឲ្យរាងកាយហ្នឹងគ្រប់ជ្រុងជ្រោយទាំងអស់បាទហើយជាពិសេសសម្រាប់មាតាបិតាដែលគាត់ចាស់គាត់ហូបអាហារអត់សូវបានគ្រប់គ្រាន់គាត់ធុញទ្រាន់នឹងអាហារអញ្ចឹងពេលដែលគាត់ហូបទៅវាជួយឲ្យគាត់មានថាមពលជួយឲ្យគាត់មានកម្លាំងតកតងនឹងលំអងឃ្មុំហ្នឹងសម្រាប់មនុស្សចាស់កាន់តែល្អទី1ទី2ទី3សម្រាប់កូនក្មេងដែលគាត់ធំអាហារគាត់អត់សូវចង់ញ៉ាំអាហារអញ្ចឹងយើងអាចយកលំអងឃ្មុំឲ្យគាត់ញ៉ាំបានដើម្បីឲ្យរាងកាយគាត់លូតលាស់ល្អបាទរាងកាយគាត់លូតលាស់ល្អសុខភាពគាត់ល្អដោយសារអីវាមានសារធាតុចិញ្ចឹមជាច្រើនអានឹងទី3ហើយទី4ទៀតគឺសម្រាប់ស្ត្រីដែលគាត់ចង់បានសាច់ស្អាតតាមបែបលក្ខខណ្ឌធម្មជាតិមិនមែនមើលទៅសរបៀបដែលយើងបកទេរបៀបមើលទៅថាសាច់ឈាមយើងបែបធម្មជាតិដូចខ្មែរយើងស្ត្រីខ្មែរយើងសបល់ស្អែមអីចឹងទៅប៉ុន្តែសាច់គាត់មើលទៅភ្លឺថ្លាមានសំណើមមើលទៅគឺថាស្បែកហ្នឹងមានយើងនិយាយសាមញ្ញថាមានភាពភ្លឺរលើបរលោងនៅលើស្បែកវាមើលទៅទាក់ទាញបាទអាហ្នឹងទី4ហើយទី5វាជួយឲ្យរដូវយើងដើរស្រួលដែរវាជួយទៅលើវត្តដាក់នៃរដូវរបស់កូនស្រីដែរអញ្ចឹងណាសម្រាប់ស្ត្រីហើយសម្រាប់អ្នកដែលគាត់ចង់សម្រកទម្ងន់ហើយគាត់ចង់ហូបអាហារបែបធម្មជាតិហើយគាត់ចង់សម្រកទម្ងន់ប៉ុន្តែគាត់មិនចង់អស់កម្លាំងគាត់មិនចង់អស់ថាមពលអញ្ចឹងខ្ញុំណែនាំបងប្អូនថាមកប្រើលំអងឃ្មុំផ្កានៅទីនេះខ្ញុំថតបង្ហាញអំពីផ្កាគោប៉ុន្តែសម្រាប់កសិដ្ឋានរបស់ខ្ញុំមានទាំងលំអងផ្កាគោមានទាំងលំអងផ្កាបុស្សនិកស្ថិតនៅលើកំពូលភ្នំកលែនពីព្រោះកសិដ្ឋានធំរបស់ខ្ញុំគឺនៅលើភ្នំកលែនតែម្ដងអញ្ចឹងណាបងប្អូនបាទអញ្ចឹង
ប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍ចង់ប្រើប្រាស់ចង់យកទៅយកលំអងនេះទៅបើទៅបំពន់សុខភាពទៅត្រួតត្រាងរាងកាយរបស់យើងឲ្យរឹតតែល្អទៅជួនមេដាបេដាដែលគាត់ចាស់ជរាឬក៏កូនជាទីស្រឡាញ់របស់យើងគាត់ស្គមស្គាំងអត់សូវធំមហាអីចឹងទៅបងប្អូនអាចយកទៅឲ្យពួកគាត់ញ៉ាំបានបែបធម្មជាតិហើយផ្ដល់សុខភាពឲ្យគាត់រឹតតែល្អបាទហើយបន្ទាប់មកទៀតវិធីប្រើងាយទេបងប្អូនប្រសិនបើមនុស្សចាស់ឬក៏កូនក្មេងគាត់អាចយកមួយស្លាបព្រាកាហ្វេដាក់ជាមួយនឹងទឹកដោះគោស្រស់ហើយចាក់ទឹកឃ្មុំចូលឬក៏ចាក់ទឹកដោះគោខាប់ចូលអីចឹងទៅហូបទៅគឺគ្រប់គ្រាន់ហើយរាប់ទុកថាជាការស្រេចប៉ុន្តែប្រសិនបើគាត់ចង់ញ៉ាំរបៀបថាចាស់គាត់ហូបកាហ្វេព្រឹកអីចឹងទៅហតកាហ្វេចឹងទៅតុកឲ្យវាអ៊ុនចឹងទៅយើងដាក់លំអងនឹងចូលទៅដាក់ទឹកឃ្មុំចូលទៅក៏មួយយ៉ាងដែរបងប្អូនណាអញ្ចឹងនឹងជាវិធីងាយឲ្យបងប្អូនចង់ដឹងពីវិធីបន្ថែមនៅពេលដែលបងប្អូនជឿបងប្អូនអាចសួរលម្អិតពីអត្ថប្រយោជន៍វាបន្ថែមនិងរបៀបប្រើប្រាស់ផ្សេងទៀតដែលខ្ញុំនឹងជម្រាបជូនបងប្អូនលោកអ្នកនៅពេលដែលលោកអ្នកបញ្ជាទិញបាទអញ្ចឹងសង្ឃឹមថាបងប្អូនជួយគ្រប់គ្រងផលិតផលខ្មែរយើងពិតសម្រាប់សហគ្រាសរបស់ខ្ញុំគឺព្យាយាមប្រមូលនៅអ្វីដែលជារបស់ខ្មែរនៅអ្វីដែលជារបស់ល្អឲ្យប្រជាពលរដ្ឋយើងបានប្រើប្រាស់ទទួលបាននៅសុខភាពល្អដើម្បីឆ្លើយតបទៅកាន់ពួកគាត់ដែលគាត់ខំជឿជាក់គាត់ខំជាវពីយើងហ្នឹងគឺយើងថាយើងប្រឹងយើងព្យាយាមគ្រប់ជ្រុងជ្រោយតែម្ដងអញ្ចឹងណាបងប្អូនបាទអញ្ចឹងសង្ឃឹមថាបងប្អូនគ្រប់គ្រងផលិតផលខ្មែរបាទសូមអរគុណសូមជម្រាបលា